បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាជាមួយខ្ញុំបាទ Mr. AJ អញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការសង្ខេបក៏ដូចជា recap ជាមួយនឹងកម្មវិធី Friday Night Smackdown ដែលលេងនៅចុងសប្តាហ៍នេះអញ្ចឹងស្អែកគឺយើងដល់កម្មវិធី Saturday Night Main Event ហើយអញ្ចឹងសម្រាប់ Smackdown នេះផងដែរគឺជាការរៀបសាច់រឿងបន្ថែមនឹងឯងសម្រាប់ Saturday Night Main Event អញ្ចឹងវាមានសាច់រឿងតិចតួចទេជុំវិញតែរឿង CM Punk Cody Gunther Sammy នឹងឯងអញ្ចឹងខ្ញុំនឹងប្រមូលផ្ដុំតិចតួចចែកជូនអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាណាដែលចង់ទស្សនាព្រឹត្តិការណ៍ធំៗជាពិសេសគឺព្រឹត្តិការណ៍ SummerSlam ខាងមុខនេះអ្នកទាំងអស់គ្នាណាដែលចង់មើលហើយដឹងមើលតាមណាអាចតាក់ទងមកកាន់ខ្ញុំបានអាចថា Netflix បងមួយខែអស់ច្រើនអញ្ចឹងទៅពិបាកក្នុងការចំណាយអញ្ចឹងអ្នកទាំងអស់គ្នាអាចចង់ងាយស្រួលគឺអាចតាក់ទងមកកាន់ខ្ញុំបានគឺខ្ញុំមានក្រុម Telegram សម្រាប់ផុសហើយនិយាយទៅមិនមែនតែព្រឹត្តិការណ៍ធំៗទេការប្រកួតពេញក្នុងកម្មវិធីធំមាន Raw មាន SmackDown រៀងរាល់សប្តាហ៍ហើយចំណាយអស់តិចមែនតើចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចតាក់ទងមកកាន់ខ្ញុំបានគឺចុះឈ្មោះនៅក្នុង Telegram គឺចុះឈ្មោះម្ដងគឺអាចទស្សនាបានមួយឆ្នាំឯណោះហើយតម្លៃក៏សមរម្យដែរអ្នកទាំងអស់គ្នាគឺត្រឹមតែ$10តែប៉ុណ្ណោះចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយគាំទ្រផងដែរចឹងបើសិនជាមានចំណាប់អារម្មណ៍អីអាចចុចនៅក្នុង link description របស់វីដេអូនេះបានចុច link ខៀវៗដែលខ្ញុំដាក់នៅក្រោមវីដេអូហ្នឹងទៅគឺ link Telegram ហ្នឹងចុចទៅដើម្បីចុះឈ្មោះជាមួយខ្ញុំបាទផ្ទាល់នៅក្នុង Telegramសម្រាប់ SmackDown នៅក្នុងសប្តាហ៍នេះគឺលេងនៅក្នុងថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026ហើយខ្ញុំបើកឆាកមកជាមួយនឹងការបង្ហាញខ្លួនរបស់ The Ring General Gunther ដែលគាត់ឡើងមកនិយាយពីរឿងដល់សប្តាហ៍មុនអញ្ចឹងណាដែលមិនបានជាគាត់ទៅវាយ Nick Aldis ទៅគៀបកតតែសន្លប់អីចឹងទៅអញ្ចឹងក៏គាត់បកស្រាយផងដែរគាត់ថាគឺគាត់ខឹង Nick Aldis ខ្លាំងពេកដែលគាត់និយាយលក្ខណៈថាអត់ស្មោះត្រង់មួយគាត់អញ្ចឹងណាឲ្យគាត់វាយជាមួយនឹង Cody ហើយនឹងCM Punk តែបែរជាឲ្យវាយ Tag Team នៅ Saturday Night Main Event ទៅវិញហើយអត់មានការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅ SummerSlam អញ្ចឹងធ្វើឲ្យគាត់ខឹងក៏គាត់វាយអញ្ចឹងទៅហើយក៏គាត់និយាយបន្ថែមផងដែរថាតាមពីគាត់ដើរចូលមកដល់ SmackDown គឺគាត់ត្រូវបាន Nick Aldis ធ្វើបាបរហូតបាត់ន័យថាមិនសូវជាយកចិត្តទុកដាក់ទៅលើអីដែលគាត់ស្នើសុំពី Nick Aldis ហ្នឹងទេហើយក៏ការប្រកួតភាគច្រើនគឺត្រូវបានអញ្ញែអញ្ញែអញ្ចឹងទៅលក្ខណៈថា Nick Aldis នឹងចំណែនគាត់អញ្ចឹងណាអត់ចោលឲ្យគាត់ឈ្នះអញ្ចឹងទៅចឹងគាត់និយាយរៀបរាប់ពីសាច់រឿងប្រមាណចឹងហើយក៏អាដាមភាចេញមកគាត់ចេញមកជំនួសNick Aldis ចឹងណាគាត់ឡើងមកដល់ក៏គាត់និយាយថា Gunther ធ្វើចឹងគឺខុសហើយអាចនឹងត្រូវដកឈ្មោះចេញពី WWE ចឹងទៅចឹង Nick Aldis ក៏បានផ្ដាំមកប្រាប់អាដាមភាចឹងណាឲ្យមកប្រាប់ Gunther ថាអីដែលគាត់ចង់និយាយហ្នឹងគឺការប្រកួតថ្ងៃស្អែកហ្នឹងការប្រកួត Tag Team រវាង Sammy ចាប់ដៃគូជាមួយនឹង Gunther ប្រកួតជាមួយនឹង Cody ហើយនឹង CM Punk ហ្នឹងបើសិនជា Gunther ហើយនឹង Sami Zayn អាចយកឈ្នះនៅក្នុងការប្រកួត Tag Team ហ្នឹងគឺគាត់មានសិទ្ធិចូលទៅដើមយកខ្សែក្រវ៉ាត់បានន័យថា Fatal 4-Way នៅព្រឹត្តិការណ៍ SummerSlam បានន័យថាបើសិនជាឈ្នះ Tag Team ថ្ងៃស្អែកហ្នឹង Gunther ហើយនឹង Sami អាចចូលទៅដើមខ្សែក្រវ៉ាត់ជាមួយនឹងការប្រកួត Cody ជាមួយនឹង CM Punk នៅ SummerSlam បានហើយអញ្ចឹងគឺឡើងទៅជាវាយ4នាក់ហើយអញ្ចឹង Fatal 4-Way អញ្ចឹងក៏ Cody Rhodes ចេញមកដល់អញ្ចឹងទៅអត់សុខចិត្តឲ្យរឿងសប្តាហ៍មុនអញ្ចឹងណាហើយស្រែកទៅប្រកាសប្រាប់ Gunther ថាគាត់ចង់វាយជាមួយនឹង Gunther មួយស្មើនៅ SmackDown សប្តាហ៍នេះតែម្ដងអញ្ចឹងគឺយប់នេះគូ Main Event សម្រាប់ SmackDown គឺ Gunther ប្រកួតជាមួយនឹង Cody មួយស្មើអញ្ចឹងបន្ទាប់មកទៀត Adam Page ក៏ចេញមកប្រកាសជាផ្លូវការអញ្ចឹងណាថា Rhea Ripley ម្ចាស់ក្រុង WWE Women Champion ហ្នឹងគឺគាត់រងរបួសតាំងពីថ្ងៃប្រកួតជាមួយនឹង Jade Cargill អញ្ចឹងទៅហើយគាត់ត្រូវរបួសហ្នឹងក៏អត់អាចក្រុងខ្សែក្រវ៉ាត់បានដែរត្រូវការវះកាត់ត្រូវការសម្រាកយូរអញ្ចឹងកាន់ខ្សែក្រវ៉ាត់ក៏អត់កើតដែរអញ្ចឹងគាត់ក៏បោះបង់ចោលហើយអញ្ចឹងសម្រាប់ WWE Women Champion ហ្នឹងនៅត្រូវប្រកាសការប្រកួតថ្មីអញ្ចឹងសម្រាប់នៅ SummerSlam ក៏គាត់រើសគេថាស្រី5នាក់ដើម្បីឡើងប្រកួតដាក់ចដាលឡើងយក WWE Women Champion នៅ SummerSlam អញ្ចឹងបានន័យថា Rhea Ripley គឺគាត់ប្រកួតRhea Ripley គឺគាត់របួសហើយគាត់បោះបង់ខ្សែក្រវ៉ាត់របស់គាត់ចោលហើយទើបតែកាន់នៅ WrestleMania នេះមិនទាន់ក្តៅស្រួលផងឥឡូវគាត់របួសអញ្ចឹងក៏បាក់ដែរដូច Seth អញ្ចឹងត្រូវបោះបង់ខ្សែក្រវ៉ាត់ចោលអញ្ចឹងទៅអញ្ចឹងសម្រាប់ការប្រកួតជំរុះនៅ SmackDown គេបាន2គូហើយហើយរោអ្នកឈ្នះឃើញហើយក្នុងចំណោម5នាក់គឺមានដូចជា Tiffany Stratton ក៏ដូចជា Jade Cargill អញ្ចឹងនៅសល់3នាក់ទៀតយើងចាំមើលពីណាគេនិយាយទៅយើងកម្របានឃើញអាការប្រកួតដាក់ចដាលឡើងយកខ្សែក្រវ៉ាត់គូស្រីៗណាឥឡូវនៅ SummerSlam នេះគឺយើងបានមើលហើយអញ្ចឹងខ្ញុំសូមនិយាយមកដល់បញ្ចប់តែម្ដងទៅគឺជាការប្រកួតរវាង Gunther ប្រកួតជាមួយនឹង Cody Rhodes ហើយសម្រាប់ការប្រកួតហ្នឹងគឺវាយគ្នាបានមកសន្ទុះដែរ
ហើយក៏មានសៀមផាំងឲ្យចេញមកគោះតាបលក្ខណៈថាលើកទឹកចិត្តខូឌីអញ្ចឹងទៅកំពុងតែវាយគ្នាឲ្យសៀមផាំងកំពុងតែគោះស្រាប់តែសេមីសៀងចេញមកគឺវាយទៅលើសៀមផាំងទៅវាយបោកបោះលើតុអីចឹងទៅខូឌីឃើញអញ្ចឹងក៏គាត់ជួយទៅវាយទៅលើសេមីដែរហើយវាយទៅវាយមកការប្រកួតនឹងក៏រំសាយចោលអញ្ចឹងទៅគឺបញ្ចប់ទៅដោយពួកគាត់ទាំង4នាក់ហ្នឹងគឺបតាយបន្ទាប់គ្នាអញ្ចឹងទៅសៀមផាំងឲ្យខូឌីអញ្ចឹងទៅវាយទៅលើកាន់ធើឲ្យសេមីអញ្ចឹងណាម្នាក់មកគូអញ្ចឹងទៅវាយគ្នារហូតដល់តែមាន security មានក្រុមការងាររបស់ WWE ទៅជួយបំបែកអញ្ចឹងណាហើយក៏បិទបញ្ចប់ SmackDown ត្រឹមហ្នឹងចឹងអ្នកទាំងអស់គ្នាសម្រាប់ការសង្ខេបជាមួយនឹងកម្មវិធី SmackDown គឺបានបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំសង្ខេបទីទួចទេដោយសារតែផ្សេងពីហ្នឹងក៏វាជាសាច់រឿងស្រីក៏ដូចជាគូរីរងដែរចឹងខ្ញុំអត់លើកយកមកនិយាយទេខ្ញុំនិយាយតែសាច់រឿងសំខាន់ហើយចឹងថ្ងៃស្អែកយើងចាំមើលទាំងអស់គ្នាតើកាន់ធើហើយនឹងសេមីអាចយកឈ្នះទៅលើ Cody Rhodes ក៏ដូចជា CM Punk បានអត់បើសិនជាឈ្នះគឺគាត់មានបែកភាពចូលវាយនៅ SummerSlam ហើយបានថាវាយ4នាក់អញ្ចឹងទៅចឹងយើងចាំមើលទាំងអស់គ្នានៅថ្ងៃស្អែកនេះគឺ Saturday Night Main Event ចឹងបើសិនជាការលើកឡើងរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរអញ្ចឹងចាំជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតចឹងវីដេអូនេះពីខ្ញុំបាទ Mr. AJ ក៏សូមអរគុណសូមជម្រាបលា